សួស្តីបងប្អូនទាំងអស់គ្នាខ្ញុំជឿជាក់ថាបងប្អូនទាំងអស់គ្នាប្រកាសជាបានធ្លាប់ឮអំពីជំងឺលើឈាមលើមនុស្សពេញវ័យចុះជំងឺលើឈាមលើកុមារបងប្អូនធ្លាប់បានឮអត់ជំងឺលើឈាមលើកុមារគឺជាជំងឺលើសម្ពាធឈាមលើកុមារដែលភាគច្រើនវាកើតមាននៅពេលណាដែលកម្លាំងនៃឈាមនឹងវាប៉ះជាមួយនឹងជញ្ជាំងនៃសរសៃឈាមលើសពីកម្រិតធម្មតាដែលជាទូទៅហ្នឹងគឺយើងវាស់ជាពីរលេខលេខខាងលើគេហៅថាសម្ពាធឈាមនៅពេលដែលបេះដូងកន្ត្រាក់ហើយលេខខាងក្រោមហ្នឹងគឺជាសម្ពាធឈាមនៅពេលដែលបេះដូងសម្រាកចំពោះជំងឺលើសម្ពាធឈាមលើកុមារនេះគឺវាអាចកើតមានទៅលើកុមារគ្រប់វ័យទាំងអស់បាទហើយមិនថាអាយុប៉ុន្មានគឺអាយុប៉ុន្មាននេះគឺអាចកើតមានគ្រប់ទាំងអស់បាទហើយជាពិសេសគឺកុមារដែលមានទម្ងន់ឡើងខ្ពស់ឬក៏ជាកុមារដែលធាត់បាទជាទូទៅជំងឺលើសម្ពាធឈាមលើកុមារនេះភាគច្រើននៃជំងឺទាំងអស់ហ្នឹងគឺมันមានរោគសញ្ញាច្បាស់លាស់ទេគេហៅថា silence ឬក៏ហៅថាស្ងាត់ស្ងៀមណាបាទរោគសញ្ញាស្ងាត់ស្ងៀមដែលមិនសម្ដែងចេញទេប៉ុន្តែវាសម្ដែងចេញជារោគសញ្ញានៅពេលណាដែលកុមារហ្នឹងមានជំងឺលើឈាមខ្លាំងក្លាឬក៏ធ្ងន់ធ្ងរដែលសញ្ញាទាំងអស់នោះមានអីទីមួយដូចជាវិលមុខស្វាំងភ្នែកឈឺក្បាលក្អួតចង្អោរឬក៏បេះដូងលូតញាប់ជាដើមបាទអញ្ចឹងគឺសញ្ញាទាំងអស់ហ្នឹងបាទជាទូទៅយើងនិយាយអំពីជំងឺលើឈាមលើសម្ពាធឈាមលើកុមារហើយបើសិនជាឪពុកម្ដាយដែលគាត់មានជំងឺលើឈាមនឹងថាតើគាត់ឆ្លង genetic ទៅអត់បាទអញ្ចឹងខ្ញុំសូមនិយាយបកបន្តិចទៅវិញបាទជំងឺលើឈាមកុមារនេះគឺមាន2ក្រុមក្រុមទី1គឺជំងឺលើឈាមពីកំណើតដោយសារតែគាត់មានជំងឺរ៉ាំរ៉ៃមួយចំនួនដូចជាជំងឺតម្រងនោមជំងឺបេះដូងហើយមួយទៀតនោះគឺជំងឺ genetic ទី2ទៀតនោះគឺគាត់អាចមានជំងឺលើឈាមនៅពេលដែលគាត់ធំហើយដូចជាគាត់កើតមាននៅពេលដែលគាត់មានហូបអាហារមិនបានត្រឹមត្រូវបាទគឺដូចជាការហូបប្រៃការធាត់ឬទម្ងន់បាទហើយនឹងមិនមាន exercise អញ្ចឹងអត្តកតាហ្នឹងក៏ឲ្យគាត់លើឈាមលើសម្ពាធឈាមដែរបាទផលប៉ះពាល់នៃជំងឺលើសម្ពាធឈាមលើកុមារនោះមានជាពិសេសគឺធ្វើឲ្យប៉ះពាល់សរសៃឈាមបាទគេថាខូចសរសៃឈាមនិងប៉ះពាល់ដល់សរីរៈមួយចំនួនទៀតបាទហើយប្រសិនបើផលប៉ះពាល់នឹងយូរទៅវាអាចឲ្យមានផលលំបាក3ដែលសំខាន់ទី1គឺជំងឺបេះដូងទី2ជំងឺស្ទះសរសៃឈាមខួរក្បាលនិងទី3គឺជំងឺប៉ះពាល់ដល់តម្រងនោមហៅថាខូចតម្រងនោមអញ្ចឹងចំពោះវិធីបង្ការនៅក្នុងការការពារជំងឺលើសម្ពាធឈាមលើកុមារនោះទី1គឺមេដាបេដាទាំងអស់ត្រូវយកកូនទៅពិនិត្យជាមួយវេជ្ជបណ្ឌិតជាពិសេសនៅពេលដែលកូនអាយុ3ឆ្នាំដំបូងហ្នឹងគឺត្រូវយកទៅពិនិត្យយ៉ាងហោចណាស់បាន1ឆ្នាំ1ដងរហូតដល់កូនធំឡើងទី2នោះគឺវិធីបង្ការដែលយើងត្រូវអនុវត្តទាំងអស់គ្នាគឺទី1គឺត្រូវពិសាឬក៏ហូបអាហារណាដែលមានសុខភាពល្អដល់កូនរបស់យើងទី2គឺយើងត្រូវរក្សាការពារកុំឲ្យឡើងគីឡូលើសធម្មតាទី3គឺត្រូវមានលំហាត់ប្រាណឲ្យបានទៀងពេលវេលាហើយទី4នេះគឺហូបអំបិលតិចឬក៏ថាកុំឲ្យហូបប្រៃពេកហើយនឹងទី5នោះគឺកាត់បន្ថយពេលវេលាក្នុងការមើលទូរស័ព្ទឬក៏មើល iPad ការដែលយើងត្រូវកាត់បន្ថយក្នុងការមើលទូរស័ព្ទឬក៏មើល iPad ឬក៏មើលទូរទស្សន៍ច្រើននេះវាមានផលលំបាក2ផលលំបាកទី1គឺបណ្ដាលឲ្យកូននឹង stress ក៏អាចធ្វើឲ្យកូននឹងឡើងទម្ងន់ហើយនឹងលើឈាមដែរផលលំបាកទី2នោះគឺគាត់អត់សូវមានសកម្មភាពហាត់កីឡាទេអញ្ចឹងកត្តាទាំងពីរនេះដែលធ្វើឲ្យកូនក្មេងនឹងឡើងគីឡូហើយ stress ហើយនឹងឡើងសម្ពាធឈាមហើយ